ภูมุนពេលដែលមិនទាន់មានដងបាញ់ខ្ញុំក៏បានយ៉ាប់ក្នុងការទៅដងទឹកឆ្ងាយរហូតដល់ទៅ2គីឡូដីនោះហើយត្រឹមបានយកមកដល់នោះក៏វាយឺតយ៉ាវក្នុងការធ្វើការងារក្នុងភូមិដែលដូច្នេះឃើញថាជីវភាពរស់នៅក៏វាមានការតឹងតែងមួយយ៉ាងទៀតទឹកវាខ្វះជាតិអនាម័យដែលដូច្នេះវាមានការរាករូសឈឺពោះឈឺពុំរហូតដល់គ្រុនក៏មានដែរបាទហើយគេថាចោះដីនេះដីយើងក្រប៉ុណ្ណេះខ្ញុំសក់ចិត្តអុយដីក្រុមអង្គការធ្វើអស់មកវិញខ្ញុំនឹកឃើញប្រយោជន៍ដល់ខ្លួនខ្ញុំយើងមានដងហើយយើងគេតែរត់ទឹកបានស្រោចស្រប់បានរស់បានលក់បានដូរទៅណាខ្ញុំធំឡើងចង់ធ្វើគ្រូបានរៀនបាទមានប្រាក់សម្រាប់សាលាដែរក៏ប៉ុន្តែសាលាខ្ញុំវាបានតិចតួចឧទាហរណ៍ក្នុងមួយឆ្នាំគឺអុយ40,000 រៀលឧទាហរណ៍បាទក៏ពីមុនគិតនៅភូមិខាងនោះខ្ញុំក៏នៅភូមិខាងនេះចាពីភូមិតមួយគិតក៏តែគិតក៏ខ្ញុំក៏ឃើញខ្ញុំដែរបាននិយាយជាមួយគិតខ្ញុំដែរបាននិយាយជាមួយទីដល់ពេលថាចូលដេក៏ខ្ញុំអង្គុយតុខាងមុខគិតក៏អង្គុយតុខាងក្រោយដល់ពេលតែម៉ែខ្ញុំបានប្តីតែឆ្នាំទៅទៅនឹងប្រាប់ក្មេងក្រោយខ្ញុំបានរៀបរាប់ប្រាប់ដែរខ្ញុំធ្វើម្ដងដូចជាដាច់ខ្សែដូងដាច់អីខ្ញុំប្រាប់ថាក្មេងមើលវាចេះមួយចុះមួយតវាចេះមួយបញ្ចូលវាចេះបានក្មេងបានជាដើមដែរប្រជាជនក្នុងភូមិនេះសប្បាយចិត្តលោកគ្រូបានមកលោកគ្រូមកធ្វើចុះសប្បាយចិត្តណាស់ទេវកម្មទេបាទវាថាគេគុណភាពខ្លួនឯងបានទឹកស្អាតយើងមិនទាន់មានជំងឺបាទបើម្យ៉ាងទៀតនោះជាអណាចែកដីអជាអតិបរមាហើយអបាទបានឆ្លងកាលមកលើកនេះដូចថាបានរស់បាទមិនរស់រៀនហើយ